ជាពុទ្ធទៅពលសេនាឬរស់ជនមានឆ្នោហើយពុទ្ធមានព្រះចឱកាទ្រង់ត្រាស់ថានេះដែលរឿងនេះហើយប្រកាសរណាផ្លាយពិសេសឥឡូវនេះប្រធមបិតាបានឆាប់ឆក់យកលេខ2អង្គពីអង្គដូចជាពុទ្ធទៅពលសេនាឬរស់ជនមានហើយបើថ្ងៃក្រោយមានអសន្នអង្គរយ៉ាងណាជួបបានព្រះសង្ឃមកជាប្រធមបិតានោះព្រះធម្មបិតាមកជួយអាសាយទៀតណាអ្នកដែលរឿងនេះករណាផ្លាយពិសេសព្រមព្រឹករាជបក្សាបានផ្ដាច់តាមរួចស្របផ្នែកដូច្នោះហើយស្ដេចបរិតតែងអង្គកាយាអង្គប្រសងព្រីថាវិញបានដូចចិត្តចិនាគឺក្រាបទូលប្រតិថាសូមស្ដេចបានទ្រង់ជ្រាបពីរបស់គុំទីស្វាហើយក្រាបទូលសម្ដេចព្រះនរិន្ទ្រជិនវង្សទ្រង់ស្ដាប់អនុជាក្រាបទូលថាបានទូលស្វាយក្នុងអង្គកាយាដូចឆ្នោះហើយស្ដេចក៏នាំតែមេឃាអង្គអនុជាចូលទៅព្រះពលាជ័យវិញហើយបានដោយរាជារដ្ឋីស្ដេចយាង